តើតើក្នុងព័ត៌មានដែលយើងត្រូវបន្តមើលនៅក្នុងថ្ងៃនេះក៏មានទិន្នន័យមួយដែលសំខាន់ផងដែរនៅក្នុងសប្តាហ៍គឺតើតើទៅនឹង ADP របស់សហរដ្ឋអាមេរិកដែលនឹងមានការចេញផ្សាយនៅវេលាម៉ោង 8:15 នាទីយប់នេះទិន្នន័យ ADP ក៏អាចមានឥទ្ធិពលគ្រប់គ្រាន់នៅក្នុងការរុញច្រានឲ្យទីផ្សារវាមានការប្រែប្រួលផងដែរជំរាបសួរបងប្អូនទាំងអស់គ្នាជួបគ្នាជាថ្មីនៅក្នុងកម្មវិធីវិភាគព័ត៌មានប្រចាំថ្ងៃរបស់ក្រុមហ៊ុន GFG Investment ដែលជួបជាមួយនឹងខ្ញុំគុណណាន់នៅថ្ងៃទី 9 ខែធ្នូ 2025 នេះខ្ញុំនឹងធ្វើការអាប់ដេតទាក់ទងនឹងតម្លៃទីផ្សារជាមួយនឹងព្រឹត្តិការណ៍ព័ត៌មានផ្សេងៗផងដែរសម្រាប់នៅក្នុងទីផ្សារនៅក្នុងថ្ងៃនេះយើងបន្តចាប់អារម្មណ៍ជាមួយនឹងតម្លៃហាងឆេមាសដែលយើងមើលឃើញថាតម្លៃហាងឆេមាសនៅក្នុងរយៈពេលចុងក្រោយនេះជាពិសេសកាលពីម្សិលមិញគឺវាបានប្រែប្រួលនៅក្នុងទំហំមួយដ៏តូចគឺត្រឹមតែ$42តែប៉ុណ្ណោះនៅក្នុងមួយអោនដែលវាបានឡើងចុះនៅក្នុងចន្លោះតម្លៃ$4218មកតម្លៃ$4176នៅក្នុងមួយអោនបើយើងគិតជាតម្លឹងវិញគឺវាប្រែប្រួលត្រឹមតែ$50តែប៉ុណ្ណោះនៅក្នុងមួយតម្លឹងដែលបានឡើងចុះនៅក្នុងចន្លោះតម្លៃ$5081ទៅ$5031នៅក្នុងមួយតម្លឹងអូខេអញ្ចឹងបងប្អូនក៏ប្រហែលជាឆ្ងល់ថាមូលហេតុអ្វីបានតម្លៃហាងឆេមាសនៅក្នុងរយៈពេលចុងក្រោយនេះហាក់បីជាស្ងប់ស្ងាត់ចម្លែកដែលកន្លងទៅគឺវាមានការប្រែប្រួលយ៉ាងខ្លាំងឡើងចុះគឺនៅក្នុងទំហំមួយដ៏ធំអញ្ចឹងតើតើទៅនឹងព្រឹត្តិការណ៍ក៏ដូចជាព័ត៌មានផ្សេងៗដែលបានធ្វើឲ្យតម្លៃហាងឆេមាសវាមានសភាពស្ងប់ស្ងាត់បែបនេះដោយដែលបានជម្រាបជូននៅក្នុងវីដេអូមុនអញ្ចឹងគឺនៅក្នុងកំឡុងពេលនេះគឺទីផ្សារទាំងមូលកំពុងតែរងចាំទៅលើព្រឹត្តិការណ៍ដ៏ធំដែលមាននៅចំពោះមុខគឺតើតើនឹងការប្រកាសការប្រាក់របស់ធនាគារកណ្ដាលរបស់អាមេរិកដែលនឹងធ្វើឡើងនៅក្នុងយប់ថ្ងៃពុធឈានចូលថ្ងៃប្រហ័សខាងមុខនេះអញ្ចឹងនោះហើយជាព្រឹត្តិការណ៍ដែលធំដែលអាចនឹងអង្រួនទីផ្សារនេះឲ្យវាមានការប្រែប្រួលខ្លាំងឡើងវិញដូច្នេះហើយទើបទីផ្សាររងចាំទៅលើព្រឹត្តិការណ៍មួយនោះហើយក៏បានធ្វើឲ្យស្ថានភាពទីផ្សារក្នុងពេលបច្ចុប្បន្នគឺវាមានសភាពស្ងប់ស្ងាត់បែបនេះក៏ប៉ុន្តែទោះបីយ៉ាងណាក៏ដោយតម្លៃនៅក្នុងការជួញដូរឬក៏ឱកាសនៅក្នុងការជួញដូរវានៅតែមានទោះបីជាស្ថានភាពមិនទាន់មានព័ត៌មានអីរុញច្រានក៏ដោយអញ្ចឹងនៅក្នុងស្ថានភាពមួយដែលយើងអាចកំណត់នៅក្នុងតំបន់ខ្ពស់ក៏ដូចជាតំបន់ទាបនៅក្នុងការត្រៀមខ្លួនចូលទិញហើយនឹងលក់គឺដោយតែបានជម្រាបជូននៅក្នុងវីដេអូមុនៗដដែលអញ្ចឹងតើតើនៅក្នុងព័ត៌មានដែលយើងត្រូវបន្តមើលនៅក្នុងថ្ងៃនេះក៏មានទិន្នន័យមួយដែលសំខាន់ផងដែរនៅក្នុងសប្តាហ៍គឺតើតើទៅនឹង ADP របស់សហរដ្ឋអាមេរិកដែលនឹងមានការចេញផ្សាយនៅវេលាម៉ោង 8:15 នាទីយប់នេះទិន្នន័យ ADP ក៏អាចមានឥទ្ធិពលគ្រប់គ្រាន់នៅក្នុងការរុញច្រានឲ្យទីផ្សារវាមានការប្រែប្រួលផងដែរក៏ព្រោះតែទិន្នន័យមួយនេះគឺវានឹងបង្ហាញអំពីស្ថានភាពការងាររបស់សហរដ្ឋអាមេរិកហើយស្ថានភាពការងារនេះហើយដែលជាក្តីបារម្ភក៏ដូចជាចំណុចមួយដ៏សំខាន់ហើយនឹងអត្ថប្រយោជន៍ចម្បងរបស់ធនាគារកណ្ដាលផងដែរជំវិញការរៀបចំផែនការនៅក្នុងការទម្លាក់ត្រាការប្រាក់របស់គេដែលមានន័យថាបើសិនជាការងារមានការធ្លាក់ចុះយ៉ាងខ្លាំងនោះទាក់ទងនឹងការទម្លាក់ត្រាការប្រាក់របស់សហរដ្ឋអាមេរិកគឺនឹងមានភាគរយកាន់តែខ្ពស់ប៉ុន្តែផ្ទុយទៅវិញបើស្ថានភាពទីផ្សារការងារមានភាពល្អប្រសើរឬក៏មិនមានអ្វីដែលជាបញ្ហាឬក៏កង្វល់របស់ធនាគារកណ្ដាលទេនោះការសម្រេចចិត្តនៅក្នុងការទម្លាក់ត្រាការប្រាក់អាចនឹងមានភាពស្ទាក់ស្ទើរកើតឡើងប៉ុន្តែទោះបីយ៉ាងណាក៏ដោយតាមរយៈទិន្នន័យ ADP នេះគឺត្រូវបានគេព្យាករណ៍ថាវាអាចនៅក្នុងសភាពមួយមិនល្អនោះទេអញ្ចឹងហើយក៏វាអាចនឹងមានការ support នៅក្នុងការផែនការទម្លាក់ត្រាការប្រាក់របស់ធនាគារកណ្ដាលរបស់សហរដ្ឋអាមេរិកដូច្នេះវានឹងធ្វើឲ្យប៉ះពាល់ដល់$ដែលអាចធ្វើឲ្យ$ធ្លាក់តម្លៃនេះអាចនឹងមានឱកាសខ្ពស់នៅក្នុងការកើនឡើងអញ្ចឹងទាំងអស់នេះគឺជាអ្វីដែលវិនិយោគិនតែងតែតាមដានយ៉ាងយកចិត្តទុកដាក់ហើយក៏បន្តស្ងប់ស្ងាត់ដើម្បីរងចាំរហូតដល់ឱកាសនៅក្នុងការប្រកាសទៅលើការប្រាក់នេះហើយទើបទីផ្សារអាចនឹងមានការប្រែប្រួលខ្លាំងយ៉ាងណាក៏ដោយតម្លៃមាសនៅក្នុងព្រឹកនេះស្ថិតនៅក្នុងតម្លៃ$4190នៅក្នុងមួយអោនដែលស្មើនឹង$5048នៅក្នុងមួយតម្លឹងអញ្ចឹងជាអ្វីដែលជាផែនការនៅក្នុងថ្ងៃនេះផងដែរក៏យើងនៅតែអាចយកផែនការចាស់យកមកប្រើបានវានៅតែមានប្រសិទ្ធភាពនៅឡើយដោយសារគេមើលឃើញថាចំណុចដែលជា support ខ្លាំងបំផុតរបស់វានោះគឺនៅក្នុងចន្លោះតម្លៃ$4150ទៅ$4160ដែលជាតម្លៃល្អដែលយើងអាចធ្វើការទិញវាឡើងបានប៉ុន្តែបើបងប្អូនចង់លក់នៅក្នុងថ្ងៃនេះក៏អាចលក់បាននៅក្នុងតម្លៃ$4230ទៅ$4250នោះគឺជាឱកាសល្អឬក៏ជាតំបន់ល្អនៅក្នុងការដែលយើងអាចធ្វើការលក់វិញបានផងដែរសម្រាប់ព័ត៌មាននៅក្នុងថ្ងៃនេះមានតែប៉ុណ្ណឹងអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សម្រាប់ព័ត៌មានបន្ថែមក៏ដូចជាចំណេះដឹងផ្សេងៗទាក់ទងទៅនឹងការវិនិយោគលើទីផ្សារមួយនេះសូមបងប្អូនធ្វើការទំនាក់ទំនងមកកាន់ក្រុមការងារតាមរយៈលេខទូរស័ព្ទក៏ដូចជា page របស់ក្រុមហ៊ុនហើយដើម្បីទទួលបាននូវព័ត៌មានថ្មីៗតាមព្រឹត្តិការណ៍ទីផ្សារសូមបងប្អូនធ្វើការ join channel Telegram របស់ក្រុមហ៊ុនដែលមាន link នៅខាងក្រោមសូមអរគុណសូមជម្រាបលា